ណតីនីដែលដីកសិករអាកាសធាតុស្រស់ស្រាយបំប្រងនាពេលព្រលឹមទឹកសន្សើមញញឹមលើចុងស្មៅដ៏សានខៀវខ្ចីបាក់សាបាក់សីហោះហើរលើដែនភស្តុភារឯកូនចាប់ស្រែកច្រៀងបំពេភពផែនដីដោយសំឡេងត្រេកអរយ៉ាងពីរោះនៅភូមិដ៏សែនស្ងប់ស្ងាត់មួយនាខេត្តក្រចេះខ្ញុំឈ្មោះសុភ័ក្រជាកូនកសិករម្នាក់ដែលបានចាប់តាមថ្ងៃថ្មីដោយការជួយការងារស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំក្នុងដៃម្ខាងរបស់ខ្ញុំកាន់ដងនង្គ័លតែក្នុងចិត្តវិញបែរជាលួចដាំដុះនៅក្តីស្រមៃចង់ក្លាយជាអ្នកនិពន្ធម្នាក់ខ្ញុំជាមនុស្សម្នាក់ដែលប៉ុនឆ្លៀតឱកាសខ្លាំងណាស់គឺខ្ញុំតែងតែប្រើប្រាស់ពេលវេលាដែលសម្រាប់ពីការងារស្រែចម្ការដើម្បីមកកត់ត្រាគំនិតនិពន្ធថ្មីនៅលើក្រដាសសៀវភៅជានិច្ចបង្កប់នៅក្តីសង្ឃឹមចង់លើកស្ទួយជីវភាពគ្រួសារឲ្យកាន់តែប្រសើរជាងមុនដើម្បីដើរតាមក្តីស្រមៃខ្ញុំគិតសម្រេចចិត្តថានឹងចាក់ចែងពីជនបទដើម្បីមកស្នាក់នៅបន្ទប់ជួលតូចមួយនាក្រុងក្រចេះបើនិយាយទៅខ្ញុំហាក់ដូចជាអួតបន្តិចមែនមិនយូរប៉ុន្មានខ្ញុំក៏ក្លាយជាអ្នកនិពន្ធអត្ថបទមួយឲ្យស្ថាប័ននៅក្នុងស្រុកជីវិតជាអ្នកនិពន្ធតែម្នាក់ឯងឆ្ងាយពីផ្ទះគឺពោរពេញដោយភាពឯកានិងភាពតស៊ូជានិច្ចប៉ុន្តែមានតែចុងបិទទេនិងក្រដាសគឺជាមិត្តភក្តិដ៏ស្មោះត្រង់បំផុតដែលខ្ញុំទុកចិត្តជាងគេដែលរួមសុខរួមទុក្ខជាមួយគ្នាជានិច្ចនាត្រៀតយប់ខ្ទង់ម៉ោងប្រហែលជា8ខណៈមេឃកំពុងតែធ្លាក់ភ្លៀងចុះស្រេចចំណែកឯខ្ញុំកំពុងតែផ្ដោតអារម្មណ៍សរសេរនៅអត្ថបទទូរស័ព្ទដៃរបស់ខ្ញុំក៏រឡើងភ្លាមសំឡេងនារីម្នាក់យ៉ាងស្រទន់ស្ដាប់ទៅហាក់ដូចជានឿយហត់ជាមួយនឹងការងារបានខលមកសន្ទនាដោយចៃដន្យនាពាក្យពេចន៍ជាច្រើនខ្ញុំសឹងតែមិនបានឆ្លើយតបនឹងនាងខ្ញុំក៏និយាយកាត់នាងថាអធិស្ឋានផងអ្នកនាងច្រឡំលេខហើយខ្ញុំនិយាយតបនាងនិងរាក់ទាក់សុំស្គាល់នាងជានិស្ស័យផងក្តីបន្ទាប់ពីការសន្ទនាបន្លាយពេលយ៉ាងយូរបានបន្សល់ទុកនៅចំណាប់អារម្មណ៍យ៉ាងកក់ក្ដៅនៅក្នុងចិត្តអ្នកនិពន្ធកំឡោះដោយគិរូបខ្ញុំយ៉ាងចម្លែកនារីជាម្ចាស់សម្លេងឈ្មោះថានីតាឈ្មោះយ៉ាងពីរោះជាកូនស្រីមកពីខេត្តកំពតប៉ុន្តែនាងមករកការងារធ្វើនៅឯខេត្តកំពង់ស្ពឺចម្ងាយរាប់រយគីឡូម៉ែត្រត្រូវបានតបជាប់សម្លេងដោយរលកទូរស័ព្ទដៃខ្ញុំចាប់ផ្ដើមលោកស្រឡាញ់នាងនៃភាពសាមញ្ញនិងភាពតស៊ូអត់ធ្មត់របស់នីតាអ្វីដែលពិសេសក្រៅពីនេះផងគឺការនិយាយស្ដីដ៏ទន់ភ្លន់របស់នីតានិងនិស្ស័យមួយដែលស្រដៀងនឹងប្រហាក់ប្រហែលនឹងខ្ញុំដែរ